សម្ដីនិងភាសាមានប្រយោជន៍ក្នុងការចំនួនដូចម្ដេចឬពាក្យប្រយោជន៍យ៉ាងណាអ្នកខ្លះមានសម្ដីពីរូបទីកំណាត់អ្នកខ្លះទៀតមិនមានសម្ដីពីរូបពីកំណាត់ទេតែគេរៀនហាក់ឲ្យបាំងពីរោះខ្លះនិយាយឲ្យស្ដាប់សម្ដីខ្លួនឯងមិនទាំងយល់ផងយកមកប្រើការដែលការប្រយោជន៍ក្នុងចំនួនសម្ដីនេះសំខាន់ណាស់សូម្បីអ្នកមានវិជ្ជាខ្ពស់យ៉ាងណាក៏ដោយបើអន់សម្ដីហើយក៏នៅតែនាកលាបខាតប្រយោជន៍អ្នកជំនួយបើអន់សម្ដីហើយធ្វើមិនដែលនឹងចម្រើនបានអ្នកមានសម្ដីពីរោះក្បោះក្បាយគេបានស្ដាប់សេចក្តីត្រូវទំនងធ្វើការជំនួយប្រៀបដូចជាពន្លឺភ្លើងម៉ាំងសុងឬពន្លឺអគ្គិសនីអញ្ចឹងអ្នកមានសម្ដីមិនពីរោះក៏ប្រើការក្នុងជំនួយបានដែរប៉ុន្តែមិនពេញលេញប្រៀបដូចជាប្រទាបអ៊ូចដោយចង្កៀងខ្លាញ់ត្រីឬប្រេងដូងក៏តែបានភ្លឺប៉ុន្តែមិនច្បាស់ការធ្វើជំនួយតលតាសម្ដីពីរោះហើយត្រូវទំនងទៀតទើបបានចម្រើនមនុស្សមានច្រើនចម្ពោះណាស់ចេះសម្ដីពីរោះហើយប៉ុន្តែប្រើសម្ដីខុសទំនងក៏នឹមតែខាប្រយោជន៍ខ្លួនតន្ទេខ្លះនិយាយឲ្យស្ដាប់សម្ដីខ្លួនពាក្យបុរាណលលកថាសម្ដីជាឯកលេខជាទាពិតមែនណាស់សម្ដីជាកំណោសម្បត្តិនៃអ្នកជំនួញប៉ុន្តែបើច្រើនខុសទំនងវាទៅជាឥតប្រយោជន៍នាំឲ្យអ្នកស្ដាប់ធុញទ្រាន់កំសឹងមានហេតុនេះអ្នកលក់ដូរក្នុងហាងធំក្តីតូចក្តីត្រូវឲ្យចេះរៀបរយសម្ដីនិងចេះធ្វើទឹកមុខស្រស់ស្រាយផងសូម្បីយើងកំពុងខឹងនឹងគ្នាឯងក្នុងផ្ទះក៏ដោយតែពេលណាមានភ្ញៀវមកដល់ត្រូវប្រើទឹកមុខស្រស់ស្រាយភ្លាមធ្វើដូច្នេះទើបត្រូវតាមគន្លងច្បាប់ជំនួយព្រោះថាមានមនុស្សភាគច្រើនចូលទៅក្នុងហាងលក់ដូរហើយឃើញម្ចាស់ហាងមុខក្រញ័រមិនអើពើមិនរាក់ទាក់សួរណាំទេគេក៏មិនសូវយើងដែរព្រោះតែយល់ថាយើងជាមនុស្សក្រអឺតក្រអាងឆ្មើឆ្មៃដោយឡែកយើងក៏ត្រូវចេះសម្គាល់មនុស្សដែរតើគេចូលហាងយើងគ្រាន់តែដើរមើលព្រោះប្លែកឬចូលមកមានបំណងទិញបើគ្រាន់តែមើលលេងទេយើងមិនបាច់រដោតាមទេគ្រាន់តែក្រឡេកមើលមួយផ្លែតបានហើយក្រែងលោកគេតែចិត្តឲ្យគេសួរយើងត្រូវស្ទុះទៅប្រាប់ឲ្យរុំរាន់បើទំនងជាគេចង់បានតោងយកវត្ថុនោះមកបង្ហាញគេភ្លាមតើត្រូវសម្គាល់ដូចម្ដេចថាគេចូលមកចង់ទិញពិតមែនតែចិត្តមនុស្សគ្មានរូបរាងពិបាកមើលឃើញប៉ុន្តែគេមើលដឹងថាមនុស្សនោះមានបំណងព្រោះអ្នកនោះដែលសម្ដៅមកតែម្ដងចូលដល់ក្នុងផ្ទាំងទើបរកមើលមនុស្សបែបនេះយើងត្រូវរាក់ទាក់ឲ្យនៅឈរចិត្តមនុស្សមួយបែបទៀតគេដើរមើលនិយាយមើលឲ្យរៀងមករមកមនុស្សបែបនេះគឺគ្មានបំណងទេមនុស្សបែបនេះយើងមិនបាច់ស៊ូក៏បានប៉ុន្តែមិនត្រូវអង្គុយជជែកគ្នាលេងបែបហើយនោះក៏មិនកើតដែរអ្នករកទទួលទានធំបំផុតគឺសម្ដីពីព្រោះសម្ដីធ្វើឲ្យមនុស្សចាប់ចិត្តជ្រះថ្លារីកថ្លែមរីកប្រមាថបើអ្នកទិញព្រមទិញយើងហើយត្រូវយករបស់នោះខ្ទប់រុំឲ្យល្អប្រយ័ត្នក្រែងរស់ខ្ចាត់ខ្ចាយតាមផ្លូវនាំឲ្យលំបាកអ្នកទិញគេអន់ចិត្តជាខាងក្រោយពេលគេបង់ប្រាក់ទិញត្រូវទទួលដោយទឹកមុខញញឹមបែបត្រេកអរហើយអោនក្បាលបន្តិចចេញពាក្យថាអរគុណអ្នកចំនួនមិនត្រូវប្រកាន់រឹកចេញសម្ដីកិរិយាថាអញជាអ្នកមានទ្រព្យសម្បត្តិជាអ្នកមានវង្សត្រកូលរួចមើងងាយអ្នកដតីថាថោកទាបនោះឡើយអ្នកចំនួនទេពេលដែលឈរលក់របស់គួរចេញកិរិយារាក់ទាក់តាមអធ្យាស្រ័យរបស់មហាជនដែលមកទិញយើងត្រូវមានពាក្យអោនលំទានពីរោះប្រសិនបើជាយើងមានគ្រោះថ្នាក់ឬសត្រូវមកបៀតបៀនបើមានសម្ដីល្អគង់តែជៀសវាងពីសត្រូវបានមនុស្សម្យ៉ាងបើយើងចេញសម្ដីទន់ភ្លន់យ៉ាងនេះហើយត្រឡប់ជាមើលងាយយឺវិញមនុស្សបែបនេះមានតិចណាស់សម្ដីនិងភាសានេះនាំមកឲ្យចម្រើនគ្រប់យ៉ាងមិនមែនចម្រើនចំពោះតែការជំនួយនោះទេសូម្បីឈ្មោះយើងក៏ល្អដែរអ្នកដែលក្រីក្រធ្វើជំនួយដោយដើមទុនតិចតួចបន្ទួចបើមានសម្ដីពីរោះនិងចេះភាសាច្រើនសាសនេះហើយគឺជាយានជំនិះនៃការជំនួយអាចនឹងនាំអ្នកជំនួយនោះឲ្យឆ្លងដល់ត្រីដោយសេចក្តីប្រាថ្នាសម្ដីនេះជាឯកពិតណាស់សម្ដីពីរោះជាទីគាប់ចិត្តមនុស្សណាបានស្ដាប់មនុស្សនោះគង់ជាប់ចិត្តនឹងសម្ដីនោះពុំខានទុកជារបស់ដែលតែងនោះមិនទាន់បានបរិភោគក៏ដោយក៏វាឆ្ងាញ់ត្រង់សម្ដីនោះជាមុនរួចទៅហើយបើអ្នកលោកមានសម្ដីពីរោះឧស្សាហ៍និយាយចេះទាំងភាសាច្រើនសាសថែមទៀតគឺជាការមានប្រយោជន៍ណាស់ប្រៀបដូចជាកងក្រមុំមានរូបល្អទាំងប្រដាប់តបតែងរាងកាយកំសមរមគឺអាវសម្ពុតមាសពេជ្រហើយបើនាងនោះចេះទាំងភាសាដទៃថែមទៀតជាការសំខាន់បំផុតជាហេតុនាំឲ្យអ្នកទិញជាប់ចិត្តជាតិខ្មែរយើងគួរណាស់យកចិត្តទុកដាក់រៀនភាសាជាតិដទៃក្នុងប្រទេសយើងបើសិនជាមានទ្រព្យសម្បត្តិច្រើនហើយចេះភាសាក៏ច្រើនសាសទៀតនោះរឹតតែនាំឲ្យមានប្រយោជន៍ណាស់ទៅទៀត